អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch និយាយថារដ្ឋាភិបាលលោកហ៊ុនម៉ាណែតបានយកចំនួនព្រំដែនកម្ពុជាថៃធ្វើជាឱកាសយាយីជាប្រព័ន្ធលើអ្នករិះគន់រដ្ឋាភិបាលដោយប្រើក្រមព្រហ្មទណ្ឌមាត្រា494និង495ចោទប្រកាន់តាមចិត្តផ្ទុយទៅនឹងគោលការណ៍សិទ្ធិមនុស្សយោងតាមការចុះផ្សាយរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស HRW កាលពីថ្ងៃទី5ខែវិច្ឆិកាឆ្នាំ2025និយាយថារដ្ឋាភិបាលកម្ពុជាបានចាប់និងចោទប្រកាន់មនុស្សយ៉ាងតិច16នាក់តាមអំពើចិត្តតាមរយៈការបញ្ចេញមតិលើបណ្ដាញសង្គមអំពីចំនួនព្រំដែនកម្ពុជាថៃនៅក្នុងខែកក្កដានិងខែសីហាឆ្នាំ2025 Human Rights Watch បន្តថាអ្នកទាំងនោះភាគច្រើនត្រូវបានអាជ្ញាធរចោទប្រកាន់ពីបទញុះញង់តាមមាត្រា494និង495នៃក្រមព្រហ្មទណ្ឌកម្ពុជាដែលត្រូវផ្ដន្ទាទោសដាក់ពន្ធនាគាររហូតដល់2ឆ្នាំយ៉ាងហោចណាស់មនុស្ស3នាក់ប្រឈមមុខនឹងការចោទប្រកាន់ពីបទក្បត់ជាតិដោយអាចទទួលទោសពី5ទៅ15ឆ្នាំលើពីនេះសេចក្តីថ្លែងការណ៍នេះបានដកស្រង់សម្ដីអ្នកស្រី Briony Law នាយករងនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំអាស៊ីថាអាជ្ញាធរកម្ពុជាកំពុងប្រើប្រាស់ចំនួនព្រំដែនថៃនាពេលថ្មីៗនេះជាលេសដើម្បីបំផិតបំភ័យមនុស្សដែលបញ្ចេញទស្សនៈរបស់ពួកគេដោយសេរីនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនិងដើម្បីយាយីអ្នករិះគន់រដ្ឋាភិបាលការឃុំខ្លួនដោយខុសឆ្គងនិងការប្រើខុសលើបទញុះញង់និងការចោទប្រកាន់ក្បត់ជាតិបង្ហាញពីការមិនយកចិត្តទុកដាក់របស់រដ្ឋាភិបាលកម្ពុជាចំពោះសេរីភាពបញ្ចេញមតិនិងសេរីភាពសារព័ត៌មានសម្រាប់អ្នកស្រី Briony Law បន្តថាប្រជាជនកម្ពុជាទាំងអស់មានសិទ្ធិបញ្ចេញមតិតាមប្រព័ន្ធអ៊ីនធឺណិតនិងក្រៅបណ្ដាញហើយថាមិនគួរត្រូវបានឃុំខ្លួននិងចោទប្រកាន់ដោយគ្រាន់តែបញ្ចេញមតិរិះគន់នោះទេរដ្ឋាភិបាលបរទេសដែលមានការព្រួយបារម្ភជំរុញឲ្យអាជ្ញាធរកម្ពុជាទម្លាក់ចោលនឹងការចោទប្រកាន់គ្មានមូលដ្ឋានទាំងនេះហើយដល់លែងបុគ្គលដែលត្រូវបានឃុំខ្លួនដោយខុសច្បាប់ការលើកឡើងរបស់ Human Rights Watch នេះប្រហាក់ប្រហែលគ្នាទៅនឹងការចេញផ្សាយរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូកាលពីថ្ងៃទី31ខែតុលាដែរដែលអង្គការនោះថារយៈពេល3ខែនៃចំនួនព្រំដែនកម្ពុជាថៃមនុស្សយ៉ាងតិចណាស់16នាក់ត្រូវបានចាប់ខ្លួនដោយសារតែពួកគេនិយាយរឿងចំនួនព្រំដែនដែលថៃឈ្លានពានកម្ពុជាយ៉ាងណាជុំវិញការរកឃើញនេះ VOD មិនអាចស្វែងរកការឆ្លើយតបជុំវិញបញ្ហានេះពីអ្នកនាំពាក្យរដ្ឋាភិបាលលោកប៉ែនបូណានិងលោកប៉ាប៊ុនណារ៉ាដាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានទេគិតត្រឹមម៉ោងផ្សាយនេះជាមួយគ្នានេះតំណាងរាជគណៈបកសង្គ្រោះជាតិលោកម៉ែនសុថាវរិនថ្លែងប្រាប់ VOD នៅថ្ងៃទី7ខែវិច្ឆិកានេះថាលោកយល់ស្របទៅនឹងការរកឃើញរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ HRW ព្រោះជាការពិតដែលឆ្លុះបញ្ចាំងពីការដឹកនាំរបស់រដ្ឋាភិបាលតជំនាន់គ្រួសារហ៊ុនដែលតែងតែធ្វើទុកបុកម្នេញលើអ្នកដែលហ៊ានរិះគន់ខ្លួនលោកម៉ែនសុថាវរិនបាននិយាយបែបព្រមានទៅកាន់រដ្ឋាភិបាលត្រកូលហ៊ុនថាបើមិនប្រញាប់ស្ដារសិទ្ធិមនុស្សនៅកម្ពុជាតាមរយៈការបោះឆ្នោតដោយសេរីត្រឹមត្រូវនិងយុត្តិធម៌ទេនោះមិនយូរទេពលរដ្ឋអាចនឹងចុះតាមដងផ្លូវមិនខានព្រោះមិនអាចទ្រាំទ្រទៅនឹងការដឹកនាំរបស់រដ្ឋាភិបាលបែបបច្ចុប្បន្នបានអំពើនេះគឺមានគាត់ដើរតាមគន្លងពួកគាត់មិនអាចនេះបាននេះហើយខ្ញុំជឿជាក់ថាមិនយូរទេគឺរដ្ឋាភិបាលលោកហ៊ុនម៉ាណែតហ្នឹងគឺយ៉ាប់ជាពុកទៅទៀតហើយមានអកិតកម្មអីពេញហ្នឹងទាំងអស់ហើយអត់មានដោះស្រាយទេមិនជួយដោះស្រាយគិតតែធ្វើបាបជាប្រកន្លែងដែលគាត់ទៀមទាមានបញ្ហារឿងដីធ្លីអីរឿងដូចជាសាព័ត៌មានឯករាជ្យដូចអីអស់គាត់បំពេញសិទ្ធិគេទាំងអស់ណាអញ្ចឹងមានន័យថាគាត់បរិការមែនតើណារឿងសេដ្ឋកិច្ចគឺយ៉ាប់ខ្លាំងមែនតើសម្រាប់ប្រទេសកម្ពុជាហើយរឿងដល់រឿងអកិតកម្មអនឡាញទៀតគឺអន្តរជាតិពីមុនគេមិនសូវគិតគូរសិទ្ធិមនុស្សអីមិនសូវទេប៉ុន្តែឥឡូវនេះទាំងអស់តែពីរឿងអកិតកម្មអនឡាញមកគឺប្រទេសកម្ពុជាគេមើលឃើញគ្រប់គ្នាទូទាំងពិភពលោកលើអំណមរបស់រដ្ឋាភិបាលកម្ពុជានឹងធ្វើឲ្យខូចឈ្មោះប្រទេសកម្ពុជាយើងដែលពីដើមដែលគេទទួលស្គាល់គេនិតឥឡូវនេះគេថាជាមានអកិតកម្មអនឡាញមកគឺគេចាប់ដើមដាក់ទណ្ឌកម្មខ្លាំងមែនតើហើយអញ្ចឹងខ្ញុំជឿជាក់ថាអាចមានផ្ទុះថ្ងៃណាមួយមិនខានដូចនៅប្រទេសជិតខាងដែលមានបង់ប្រលេមានអីទាំងអស់ហ្នឹងដល់ឡែកប្រធានអង្គការប្រជាធិបតេយ្យខ្មែរប្រចាំប្រទេសអូស្ត្រាលីលោកសង្សានករណាយល់ថាជាការពិតការបន្តធ្លាក់ចុះនៃការគោរពសិទ្ធិមនុស្សនៅកម្ពុជាតាមរយៈការចាប់និងចោទប្រកាន់អ្នកដែលហ៊ាននិយាយការពិតឬរិះគន់ពីសំណាក់រដ្ឋាភិបាលកម្ពុជានេះបានកើតឡើងយូរមកហើយដែលសហគមន៍ជាតិនិងអន្តរជាតិតែងតែទាមទារឲ្យរដ្ឋាភិបាលកម្ពុជាអនុវត្តឲ្យបានត្រឹមត្រូវតាមគោលការណ៍សិទ្ធិមនុស្សដែលកម្ពុជាបានផ្ដល់សច្ចាប័ន
លុបបំបាត់នៅអំពើពុករលួយនិងឧក្រិដ្ឋកម្មឆបោកជាដើមលោកបន្តថាប្រសិនបើរដ្ឋាភិបាលអាណត្តិលោកហ៊ុនម៉ាណែតមិនធ្វើការបើកលំហសិទ្ធិមនុស្សនៅកម្ពុជាឲ្យមានភាពល្អប្រសើរឡើងវិញទេនោះនឹងធ្វើឲ្យកម្ពុជាជាពិសេសពលរដ្ឋកាន់តែជួបផលលំបាកផ្នែកសេដ្ឋកិច្ចនិងរងនឹងការដាក់សម្ពាធពីសហគមន៍អន្តរជាតិជាបន្តទៀតផលប៉ះពាល់យើងឃើញហើយគឺការដកចេញនៅប្រព័ន្ធអនុគ្រោះពន្ធដែលជាប្រព័ន្ធមួយផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនក្នុងការអភិវឌ្ឍកសាងប្រទេសកម្ពុជាពាក់ព័ន្ធនឹងទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មអីទាំងអស់ហ្នឹងអញ្ចឹងវាខាតនូវផលប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជាឬក៏កម្មករកសិករអីនឹងឯងយើងឃើញជាក់ស្ដែងដូចជារឿងការខ្វះនៅទីផ្សារទៅលើកសិផលស្រូវអង្ករអីទាំងអស់នេះគឺដោយសារតែជះឥទ្ធិពលទៅលើការទំនាក់ទំនងទីផ្សារឬក៏ការមិនគោរពទៅតាមលក្ខខណ្ឌដែលខាងបណ្ដាប្រទេសលោកសេរីសហភាពអឺរ៉ុបឬក៏សហរដ្ឋអាមេរិកដែលគេទទួលចង់បាននឹងហើយអញ្ចឹងកម្ពុជាយើងក្លាយជាប្រទេសមួយដែលត្រូវបានគេកាត់បន្ថយក្នុងការទំនាក់ទំនងធ្វើពាណិជ្ជកម្មឬក៏សេដ្ឋកិច្ចផ្សេងៗដោយសារការរំលោភសិទ្ធិមនុស្សនាពេលកន្លងមកនិងបច្ចុប្បន្នហ្នឹងប្រហាក់ប្រហែលគ្នានេះដែរនាយកទទួលបន្ទុកកិច្ចការទូតនៃអង្គការលីកាដូលោកអំសំអាតមើលឃើញថាការគោរពសិទ្ធិមនុស្សនៅកម្ពុជានាពេលបច្ចុប្បន្នកាន់តែមានការធ្លាក់ចុះដែលហាក់ផ្ទុយពីអ្វីដែលកម្ពុជាបានផ្ដល់សច្ចាប័នជាមួយនឹងអង្គការសហប្រជាជាតិក៏ដូចជាមានចែងនៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជាផងដែរលោកបន្តថាការណាសេរីភាពបញ្ចេញមតិនៅតែបន្តធ្លាក់ចុះនោះនឹងប៉ះពាល់ដល់សិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋនៅក្នុងសង្គមប្រជាធិបតេយ្យអាចជាបញ្ហារាំងស្ទះដល់ការស្ថាបនានៅក្នុងការអភិវឌ្ឍប្រទេសផងដែរបើសិនជាសេរីភាពនៅក្នុងការបញ្ចេញមតិត្រូវបានរដ្ឋបတ်អានឹងវាប៉ះពាល់ដល់ដំណើរការនៅក្នុងសង្គមប្រជាធិបតេយ្យដែលជាការមួយប៉ះពាល់ទៅដល់សេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋការធ្លាក់ចុះនៃសិទ្ធិមនុស្សជាដើមដោយកម្ពុជាយើងពីមុនមកគឺយើងមានបញ្ហាជំរុញចម្រាស់ច្រើនទាក់ទងនឹងបញ្ហាសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យដែលសហគមន៍អឺរ៉ុបសហរដ្ឋអាមេរិកនិងអន្តរជាតិគេលើកឡើងថាប្រទេសកម្ពុជាយើងគឺមានការធ្លាក់ចុះនៃបញ្ហាសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យហ្នឹងប្រទេសកម្ពុជាយើងជាប្រទេសដែលបានផ្ដល់សច្ចាប័នច្រើនទៅលើបទដ្ឋានអន្តរជាតិស្ដីពីសិទ្ធិមនុស្សហើយក៏មានចែងនៅក្នុងរដ្ឋធម្មនុញ្ញអញ្ចឹងរដ្ឋជាភាគីត្រូវតែមានកាតព្វកិច្ចនៅក្នុងការមានការគោរពទៅលើបទដ្ឋានអន្តរជាតិស្ដីពីសិទ្ធិមនុស្សក៏ដូចជារដ្ឋធម្មនុញ្ញនឹងឲ្យបានពេញលេញបន្ថែមពីនេះលោកជំរុញឲ្យរដ្ឋាភិបាលរក្សាគោលជំហរក្នុងការគោរពសិទ្ធិមនុស្សស្របតាមគោលការណ៍ស្ដីពីសិទ្ធិមនុស្សរួមទាំងធានាឲ្យបាននូវការអនុវត្តសិទ្ធិពេញលេញរបស់ពលរដ្ឋក៏ដូចជាលើកកម្ពស់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិបើតាម Human Rights Watch រដ្ឋាភិបាលកម្ពុជាកន្លងមកត្រូវបានសហគមន៍ជាតិនិងអន្តរជាតិរកឃើញថាមានការរឹតបន្តឹងការបញ្ចេញមតិដោយសេរីតាមរយៈការអនុវត្តខុសនៃបទចោទប្រកាន់ព្រហ្មទណ្ឌដោយរដ្ឋាភិបាលបានប្រើប្រាស់ការចោទប្រកាន់ញុះញង់ដើម្បីគៀបសង្កត់អ្នករិះគន់រដ្ឋាភិបាលនៅឆ្នាំ2021អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាបានសម្ដែងការព្រួយបារម្ភអំពីការប្រើប្រាស់មិនត្រឹមត្រូវនៃការចោទប្រកាន់ពីបទញុះញង់លើសម្លេងជំទាស់ដែលថានេះជាការអនុវត្តផ្ទុយនឹងរដ្ឋធម្មនុញ្ញកម្ពុជានិងគោលការណ៍សិទ្ធិមនុស្សអន្តរជាតិដែលកម្ពុជាបានផ្ដល់សច្ចាប័នជាមួយនឹងអង្គការសហប្រជាជាតិក្រោយមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស23តុលាឆ្នាំ1991នាងខ្ញុំកៅមរកត VOD